អូនអៀនណាសរសើរអូនសិតថាអូនហ្នឹងមុខស្អាតរួចហើយសម្លេងពីរោះទៀតអរគុណច្រើនណាអរគុណធំតែម្ដងថ្ងៃនេះនាងខ្ញុំសថាវិនមានមុខម្ហូបលក្ខណៈស្ទីលទៀតហើយតោះអូនកូនទស្សនាជាមួយនាងខ្ញុំណាតាមពិតទៅ20ឆ្នាំជាងប្លាយមុននាងខ្ញុំគឺជាអតីតស្រីស្អាតមែនបងប្អូនចានាងខ្ញុំធ្លាប់ដើរម៉ូដនាងខ្ញុំធ្លាប់ពិធីករនាងខ្ញុំធ្លាប់តារាខារ៉ាអូខេនាងខ្ញុំធ្លាប់ធ្វើការច្រើនណាស់បទពិសោធន៍របស់នាងខ្ញុំលក្ខណៈស្អីក៏មានដែរបងប្អូននៅក្នុងភូមិចនីយដ្ឋានអូតែលផ្កាយ5ក៏ដូចជាទៅក្រៅប្រទេសនិយាយចំកណន័យអីហ្នឹងគឺនាងខ្ញុំឆ្លងកាត់អស់ហើយបងប្អូនក៏ដូចជាឆ្លងកាត់មានជំងឺដល់តែ2ឥឡូវហ្នឹងជំងឺនាងខ្ញុំបងប្អូនដឹងទេជំងឺទី1គឺជំងឺបាក់ទឹកចិត្តប៉ុន្តែឥឡូវជាឯងបងប្អូនប៉ុន្តែនៅពេលដែលនាងខ្ញុំជាក៏មិនជាដាច់ដែរនៅលេបថ្នាំវាបន្តបន្តិចជារៀងរាល់យប់ដើម្បីឲ្យកេងលក់បងប្អូនហើយកុំឲ្យយើង stress ណាបងប្អូនចាដល់ពេលយើងលេបថ្នាំអញ្ចឹងវាប៉ះពាល់តម្រង់នោមណាមួយការនាងខ្ញុំនៅពីក្មេងនេះអញ្ចឹងវីដេអូមួយនេះជាបទពិសោធន៍ដល់កូនអូនចាកុំយកគំរូតាមនាងខ្ញុំចូលចិត្តកັບនំបងប្អូនការនាងខ្ញុំនៅធ្វើការភោជនីយដ្ឋានផ្កាយ5ហ្នឹងនាងខ្ញុំបម្រើឋានៈធំដូចជាឯកឧត្តមស្ដេចអីចឹងណាបងប្អូនព្រោះអីចការមុនក៏នាងខ្ញុំទៅកន្លែងណាដែលធំហ្នឹងគេហៅនាងខ្ញុំហ្នឹងទៅបម្រើហើយដោយសារតែនាងខ្ញុំចេះអង់គ្លេសតិចតួចក៏ដូចជាភាសាថៃដល់ពេលអញ្ចឹងឲ្យតែខាងយុរដ្ឋមន្ត្រីស្ដេចមកនាងខ្ញុំទៅថ្វាយនាងខ្ញុំទៅបម្រើបងប្អូនចានាងខ្ញុំទៅបម្រើភេទជ្ជៈអីចឹងណាព្រោះអីនាងខ្ញុំធ្វើការនៅហាមផ្កាយ5ដល់ពេលអញ្ចឹងនាងខ្ញុំតុបនោមបងប្អូនតុបនោមតុបលីមួកក៏ដូចជាពេលខ្លះផោមក៏នាងខ្ញុំអត់ហ៊ានដែរនាងខ្ញុំតុបរហូតចារហូតដល់នាងខ្ញុំមានលុយចាបើកហាងខ្លួនឯងនាងខ្ញុំប្រឹងណាស់បងប្អូនអើយបុកលហុងហ្នឹងបុករហូតបុកលុះខ្សៃបងប្អូនបុកអត់ទៅជុះនោមទេឥឡូវចេះនិយាយចំហ្នឹងថាពាក្យជុះនោមហ្មងណាចាអត់ទៅជុះនោមទេបងប្អូនអើយកាប់រហូតកាប់រហូតដល់ឥឡូវនេះគឺនាងខ្ញុំមានរោគតម្រង់នោមបងប្អូនចាប៉ុន្តែវាអត់ទាន់លក្ខណៈធ្ងន់ធ្ងរទេលក្ខណៈដូចថាស្រោចស្រង់បានអញ្ចឹងហើយបទពិសោធន៍មួយនេះកូននៅពេលដែលកូនគេងពេលយប់កូនជុះនោមកុំកាប់ណាប្រយ័ត្នគ្រោះអាសន្នធំមកដល់ចាដោយសារតែខ្ញុំហ្នឹងខ្ញុំអត់ចូលចិត្តផឹករបស់ផ្អែមកំប៉ុងនេះណាបងប្អូននាងខ្ញុំចូលចិត្តផឹកតែទឹកអំពៅឯក្នុងមួយអាទិត្យនាងខ្ញុំផឹកម្ដងហើយដល់ពេលអញ្ចឹងទៅលក្ខណៈសង្គ្រោះបានចាបើសិនជាជំនាន់ហ្នឹងនាងខ្ញុំចេះផឹកភេទជ្ជៈកំប៉ុងដូចក្មេងចំនួនឥឡូវទៀតណានាងខ្ញុំលៀងឈាមឲ្យបងប្អូនអើយអញ្ចឹងហើយប័ណ្ណពិសោធន៍មួយនេះកូនគួរតែគុំកាប់នោមកូនចាពេលដែលយើងកូនគួរតែទៅជុះទៅចាកុំទុកនិយាយចំអត់ល្អសុខភាពទេមួយរយៈនេះនាងខ្ញុំរវល់រឿងអនឡាញកុំជីហ្នឹងណាបងប្អូនចាបងប្អូនអើយថាលេបថ្នាំឥឡូវហ្នឹងលេបថ្នាំកន្លះខែអត់ទាន់បាត់ទេណាបងប្អូនអាលៀកត្រង់នោមហ្នឹងធ្ងន់ធ្ងរហ្មងណាចាប៉ុន្តែវាមិនជាលក្ខណៈដូចថាទៅដល់កលៀនទេដោយសារតែយើងទៅពេទ្យទាន់ពេលវេលាបងប្អូននាងខ្ញុំអង្គុយពេកបងប្អូនអង្គុយតាំងពីម៉ោង9ព្រឹករហូតដល់ម៉ោង11យប់បងប្អូនចាឥឡូវនេះយើងជាអញ្ចឹងនាងខ្ញុំអត់សូវបានចូលឆ្លើយហ្មងទេដោយសារតែស្ដារសុខភាពអញ្ចឹងកុំខឹងណានៅពេលដែលនាងខ្ញុំឆ្លើយពេកអត់ទាន់ពេលវេលាណាបងប្អូនហេ